បាទបងប្អូនប្រិមិត្តបរិមម្នាក់ដែលគាត់ជាម្ចាស់កង់3គាត់បានអះអាងថាពេលដែលគាត់បើកម៉ូតូកង់3មកដល់ចំណុចកន្លែងកាត់ហេតុហ្នឹងគឺគាត់ដូចមានអីចាប់ទាញចង្កូតរបស់គាត់ហ្នឹងឲ្យរេទៅធ្លាក់បន្លាយតែម្ដងបងប្អូនប្រិមិត្តនេះជាការបញ្ជាក់របស់លោកពូជាដែរជាម្ចាស់កង់3បាទប្រិមិត្តករណីនេះគឺកើតឡើងបាទកាលពីវេលាម៉ោង6បាទ35នាទីត្រូវនៅថ្ងៃទី8ខែមីនាឆ្នាំ2026ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងទឹកដីសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញបើតាមប្រភពព័ត៌មានពីបាទលោកពូដែលគាត់ជាម្ចាស់កង់3គាត់បានបញ្ជាក់ប្រាប់ថានៅមុនពេលកើតហេតុហ្នឹងគឺគាត់ធ្វើដំណើរចេញពីផ្ទះនៅម្ដុំទំនប់កប់ស្រូវបាទរួមដំណើរហ្នឹងគឺគ្នា4នាក់រួមទាំងក្មេងតូចម្នាក់ផងដែរហើយគាត់បានធ្វើដំណើរនេះគឺបំណងបាទទៅស្រោចទឹករួមទាំងប្រោះព្រំកង់3ដែលគាត់ទើបតែនឹងទិញផងបាទនៅវត្តមួយកន្លែងដែលស្ថិតនៅក្នុងទឹកដីខេត្តកំពង់ស្ពឺហើយគាត់កំពុងតែធ្វើដំណើរមកដល់ចំណុចកើតហេតុហ្នឹងគឺស្រាប់តែដូចមានអីទាញចង្កូតកង់3របស់គាត់ចឹងបាទគឺកាច់រាវទៅហ្មងទោះបីគាត់ខំប្រឹងកាច់មកវិញគឺអត់មកទេបងប្អូនប្រិមិត្តបាទនេះគឺជាអភូតហេតុចម្លែកមួយប្រិមិត្តបាទគឺមកដល់ចំណុចកើតហេតុគាត់ថាដូចមានអីចាប់ទាញចង្កូតរបស់គាត់ចឹងបាទរេចង្កូតបានទៅបុកជាមួយនឹងតសបង្គោភ្លើងហើយក៏បានខ្ទៀតធ្លាក់ចូលបន្លាយទឹកស្អុយនេះតែម្ដងបណ្ដាលឲ្យគាត់រងរបួសបន្តិចបន្តួចទេបាទគាត់តែធ្លាក់ចូលភ្លឹបគឺគាត់បាននាំគ្នារើអីវ៉ាន់ចេញឡើងមកលើគោកហើយបងប្អូនវិជាបរដ្ឋដែលគាត់ធ្វើដំណើរបាទតាមផ្លូវជាតិលេខ4ហ្នឹងរួមទាំងបងដែលកង់3ហ្នឹងគឺគាត់បានឈប់អែបមើលគឺគាត់បាទជួយបាទចងខ្សែចងអីហ្នឹងគឺចាប់ផ្ដើមទាញកង់3ហ្នឹងចេញមកវិញបាទប៉ុន្តែទាញអត់មកទេទាញអត់មកនោះគឺស្រាប់តែឡានបាទឡានមួយគ្រឿងដែលគាត់មានទឹកចិត្តល្អបាទគាត់បើកមកគឺគាត់សុំជួយហ្មងបងប្អូនបាទគឺគាត់សុំជួយទាញកង់3នឹងមកតែម្ដងបាទសូមអរគុណដល់បងដែលជាម្ចាស់រថយន្តផងដែរដែលគាត់មានទឹកចិត្តពេលឃើញបងប្អូនប្រជាពលរដ្ឋមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងគាត់ឃើញកង់3ទាញមិនមកគាត់ក៏ខំប្រឹងអាយ៉ៃឡានដើម្បីទាញកង់3នឹងឡើងមកលើគោកវិញ